ក្នុងវិស័យរដ្ឋបាលគណៈអភិបាលក៏ដូចជាក្រមប្រឹក្សាពីរតួអង្គនេះដូចជាប្តីប្រពន្ធអញ្ចឹងអត់អាចឆ្លោះគ្នាបានទេឆ្លោះគ្នាចេះតែបានប៉ុន្តែខូចផលប្រយោជន៍មិនមែនពួកគាត់ពីរនាក់ហ្នឹងទេគឺប្រជាពលរដ្ឋដែលគេឲ្យតំណាងយើងឯណោះការសម្រេចចិត្តសម្លេងបញ្ហាផ្សេងក្នុងការដោះស្រាយសូមឲ្យស្ដាប់ទៅរកវិធីសាស្ត្រដោះស្រាយហើយរកវិធីសាស្ត្រក្នុងការបកស្រាយជូនដល់ពួកគាត់វិញដូចគ្នាដែរក្នុងវិស័យកងកម្លាំងគឺថារបៀបរបបការងារសូមឲ្យរាយការណ៍តាមឋានានុក្រមកន្លងទៅក៏មានការរាយការណ៍ផ្ទាល់ជារួមហើយដោយសារការងារបន្ទាន់ដូចជានាយកាឡៃចរាចរណ៍រាយការណ៍ទៅស្នងការdirecវាអត់មានខុសទេរឿងមិនទាន់រាយការណ៍ចោះប៉ុន្តែសូមគុំរំលងស្នងការរងទទួលផែននឹងផងអានឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតសូមឲ្យគោរពតាមឋានានុក្រមសូមឲ្យអាដាមស្នងការថ្មីពិនិត្យមើលលើតាមឋានានុក្រមពុសិទ្ធអំណាចទូនទីភារកិច្ចបានបកគោជូនអស់ហើយអាដាមមែនតើទៅគឺជាមេបលិសធំមួយនៅក្នុងខេត្តអាដាមអាបាកែគឺជានាយករដ្ឋមន្ត្រីក្នុងខេត្តអញ្ចឹងសូមឲ្យបំពេញកាតព្វកិច្ចរៀងខ្លួននេះស្របទៅតាមច្បាប់ដែលបានកំណត់